បាទយើងនឹងបន្តសាច់រឿងបណ្ដាសាព្រៃអូ5បន្តទៀតបងប្អូនទាំងអស់គ្នាបើសិនជាបានឃើញវីដេអូនៃរឿងមួយនេះកុំភ្លេចចុច Subscribe ដាក់សញ្ញារូបកណ្ដឹងនៅក្នុង Channel YouTube 1200 អត្រាតសូមបកឈើដែលស្នាមកន្លាក់និងភ្នែកឈើធម្មតាមិនមែនជាអ្វីដែលគាត់កំពុងឃើញទេភ្នែកឈើទាំងនោះមានទម្រង់ដូចជាភ្នែកមនុស្សបេះបិទវាមានត្របកនិងមានសរសៃឈាមក្រហមឆ្អិនឆ្អៅបង្កប់ក្នុងសាច់ឈើអ្វីដែលគួរឲ្យខ្លាចជាងនេះទៅទៀតគឺរង្វង់ភ្នែករាប់ពាន់គ្រាប់នៅលើដើមឈើទាំងនោះហាក់ដូចជាកំពុងសម្លឹងមកពួកគេគ្រប់ជំហានដែលគេដើរលោកថៅកែស្មិតហៅវិបុលដោយសំឡេងស្ងួតកលោកមិនឃើញទេអីដើមឈើនេះដូចជាកំពុងមើលមកយើងវិបុលងាកមកសម្លក់មុខកុំឈួតនេះជាក្បាច់ធម្មជាតិនៃដើមក្រញូងអានឹងហើយដែលធ្វើឲ្យវាថ្លៃឆាប់យកពូថៅមកខ្ញុំនឹងកាប់វាជាស្នាមសម្គាល់ខណៈដែលវិបុលកំពុងលើកពូថៅតាហានបានដើរចូលទៅជិតដើមឈើធំជាងគេនៅកណ្ដាលគាត់មិនបានមើលភ្នែកទាំងភ័យខ្លាចទេប៉ុន្តែដោយការគោរពនិងសោកស្ដាយតាហានលើកដៃទាំងពីរទៅទះសម្បកឈើថ្នមរួចផ្អែកថ្ងាសគាត់ទៅនឹងដើមឈើគាត់បិទភ្នែកហើយចាប់ផ្ដើមសឹបតិចហាក់ដូចជាកំពុងនិយាយជាមួយនរណាម្នាក់ដែលនៅខាងក្នុងដើមឈើនោះសុំទោសពួកគាត់មិនដឹងអ្វីទេសូមមេត្តាអត់ធ្មត់បន្តិចចុះនៅពេលដែលតាហានប៉ះលើដើមឈើខ្យល់មួយបានបក់មកវូកាត់ពួកគេធ្វើឲ្យស្លឹកឈើពន្លឺសំឡេងដូចមនុស្សសឹបដាក់គ្នាចៅស្មិតដែលកំពុងឈរនៅខាងក្រោយស្រាប់តែមានអារម្មណ៍ថាត្រជាក់ស្រើបគាត់មានអារម្មណ៍យ៉ាងច្បាស់ថាមាននរណាម្នាក់ឬអ្វីមួយកំពុងនៅពីក្រោយខ្នងគាត់ហើយដកដង្ហើមដាក់កញ្ចឹងកគាត់ងាកមកយ៉ាងលឿនតែគ្មានអ្វីសោះប៉ុន្តែអារម្មណ៍មួយត្រូវបានសម្លឹងមើលនៅតែមិនបាត់ទៅណាមិនថាគាត់ងាកទៅខាងណាទេភ្នែកនៅលើដើមឈើនោះហាក់ដូចជាវិលតាមគាត់ជានិច្ចយើងមិនគួរនៅទីនេះទេស្មិតរអ៊ូប្រាប់ខ្លួនឯងដៃក្តាប់កាន់កាំភ្លើងជាប់រាត្រីទី2នៅក្នុងអូ5គឺស្ងប់ស្ងាត់ជាងរាត្រីទី1ទៅទៀតភ្លើងដែលបង្កាត់នៅកណ្ដាលជំរំឆេះតិចខណៈដែលវិបុលកំពុងដេកលក់យ៉ាងស្កប់ស្កល់ដោយយល់សុបិនឃើញគំនោលុយដែលគាត់នឹងទទួលបានពីដើមឈើនេះប៉ុន្តែតាហានមិនដេកទេគាត់អង្គុយផ្អែកខ្នងនឹងគល់ឈើមួយដៃកាន់អង្កាំនិងភ្នែកបិទជិតហាក់ដូចជាកំពុងធ្វើសមាធិការពារបរិវេណជំរំចៅស្មិតមិនអាចបិទភ្នែកបានទេអារម្មណ៍ថាមានគេតាមមើលនៅតែលងបន្លាចគាត់រាល់ពេលដែលខ្យល់បក់ស្លឹកឈើគាត់ភ្ញាក់កន្ត្រាក់ហើយដៃលូកទៅចាប់កាំភ្លើងស្វ័យប្រវត្តិជានិច្ចនៅម៉ោងប្រហែល2ទៀតភ្លឺស្មិតឈឺបត់ជើងតូចគាត់ស្ទាក់ស្ទើរមួយសន្ទុះប៉ុន្តែដោយទ្រាំមិនបានគាត់ក៏ទាញកាំភ្លើងហើយដើរចេញពីពន្លឺភ្លើងទៅរកគល់ព្រៃងងឹតមួយដែលនៅមិនឆ្ងាយប៉ុន្មានខណៈដែលគាត់កំពុងបត់ជើងខ្យល់បក់ត្រជាក់ស្រេបបក់ប៉ះកញ្ចឹងកគាត់នាំជាមួយនៅក្លិនក្រអូបឈួលដូចជាក្លិនផ្កាម្លិះរយលាយឡំជាមួយក្លិនដីស្មិតរូតខោហើយងាកក្រោយបំរុងដើរត្រឡប់ទៅវិញស្រាប់តែគាត់កប់ជើងជាប់នៅចម្ងាយប្រហែល10ម៉ែត្រពីគាត់នៅក្រោមម្លប់នៃដើមក្រញូងដ៏ធំមួយមានស្រមោលរបស់នារីម្នាក់នាងឈរបែកខ្នងសក់វែងអន្លាយដល់ចង្កេះស្លៀកពាក់ចាស់បុរាណរាងរៅរបស់នាងមើលទៅស្រដៀងនឹងអ្នកភូមិដែលស្មិតធ្លាប់ស្គាល់ឬអាចជាស្រីស្នេហ៍ចាស់របស់គាត់នរណាគេនឹងស្មិតសួរដោយសំឡេងញ័រលើកាំភ្លើងតម្រង់ម្ដេចក៏ឈរនៅទីនេះស្រមោលនោះមិនឆ្លើយទេប៉ុន្តែបែរជាដើរចូលទៅជិតដើមឈើធំនោះយឺតហាក់ដូចជាចង់ឲ្យគាត់ដើរមកតាមដោយសភាវគតិអ្នកបបាញ់និងអ្នកចង់ដឹងស្មិតក៏ដើរតាមក្រោយមួយចំហៀនឈប់ខ្ញុំប្រាប់ឲ្យឈប់នារីនោះឈប់នៅចំពីមុខដើមឈើដែលមានភ្នែកនោះនាងងាកមុខមកយឺតប៉ុន្តែអ្វីដែលស្មិតឃើញមិនមែនជាមុខមនុស្សទេវាគឺជាផ្ទៃមុខរលោងស្អាតគ្មានភ្នែកគ្មានច្រមុះនិងគ្មានមាត់ហាស្មិតស្រែកបានតែមួយម៉ាត់ស្រាប់តែសម្បកឈើរបស់ដើមក្រញូងបានបែងចេញដូចជាមាត់ដ៏ធំមួយដែលមានជ័រស្អិតដូចទឹកមាត់ដៃរាប់សិបដែលបង្កើតឡើងពីឫសឈើ
បានលូនចេញពីដីយ៉ាងលឿនដូចពស់រំជើងនិងខ្លួនរបស់ស្មិទ្ធជាប់គាត់ព្យាយាមកេះកាយកាំភ្លើងប៉ុន្តែឬឈើមួយបានរុំដៃគាត់ហើយកាំភ្លើងដៃគាត់ឮសូរសំឡេងក្រឹបក្រឹបកាំភ្លើងធ្លាក់នៅលើដីកម្លាំងដ៏មហាសាលបានទាញគាត់ចូលទៅក្នុងមាត់នៃដើមឈើនោះស្មិទ្ធព្យាយាមស្រែកហៅឲ្យគេជួយប៉ុន្តែជ័រឈើពណ៌ក្រហមបានហូរចូលពេញមាត់គាត់រាងកាយរបស់គាត់ត្រូវបានដើមឈើលេបចូលទៅទាំងអស់យឺតរហូតដល់សល់ត្រឹមតែដៃម្ខាងដែលព្យាយាមខ្ញាំសំបកឈើមុននឹងត្រូវលេបបាត់ទាំងស្រុងសំបកឈើក៏បិទជិតដូចដើមហាក់ដូចជាគ្មានអ្វីកើតឡើងឡើយនៅជំរំវិបុលភ្ញាក់ព្រឺតដោយសារសំឡេងស្រែកសំឡេងអីហ្នឹងអាស្មិទ្ធមែនទេតាហានដែលបានបើកភ្នែករួចទៅហើយស្ទុះក្រោកយ៉ាងលឿនឆាប់យកពិលមកពួកគេទាំងពីររត់ទៅតាមទិសដៅនៃសំឡេងនៅពេលទៅដល់ពួកគេឃើញតែភាពស្ងប់ស្ងាត់វិបុលបាញ់ពិលទៅលើដីហើយឃើញកាំភ្លើងរបស់ស្មិទ្ធធ្លាក់នៅទីនោះអ្វីដែលធ្វើឲ្យវិបុលស្រឡាំងកាំងគឺស្នាមដានជើងរបស់ស្មិទ្ធដានជើងនោះដើរត្រង់ទៅរកដើមឈើធំដានជើងនោះដើរទៅរកដើមឈើធំរួចក៏បាត់ឈឹងគ្មានដានដើរចេញគ្មានដានរត់គឺចាប់ត្រឹមសម្បកឈើនៅលើសម្បកឈើត្រង់ចំណុចដែលដានជើងបញ្ចប់មានភ្នែកថ្មីមួយទើបតែចេញមកភ្នែកនោះបើកធំហើយមានពណ៌ដូចភ្នែកចៅរបស់ស្មិទ្ធបេះបិទតាហានដាក់ដៃលើដើមឈើហើយដកដង្ហើមធំដោយក្តីអស់សង្ឃឹមហួសពេលហើយព្រៃបានយកចំណែករបស់វាហើយភាពស្ងប់ស្ងាត់បានត្រឡប់មកគ្រប់ដណ្ដប់ព្រៃម្ដងទៀតបន្ទាប់ពីការបាត់ខ្លួនរបស់ចៅស្មិទ្ធប៉ុន្តែសម្រាប់វិបុលភាពស្ងប់ស្ងាត់នេះគឺជាភ្លើងដុតកំហឹងនិងភាពភ័យខ្លាចឲ្យឆេះសន្ធោសន្ធៅគាត់ឈរដកដង្ហើមហត់ដៃកាន់កាំភ្លើងរបស់ចៅស្មិទ្ធដែលគាត់ទើបតែរើសពីដីគាត់បាញ់ភ្លើងពិលទៅគ្រប់ទិសទីស្វែងរកសញ្ញារបស់មនុស្សប៉ុន្តែអ្វីដែលគាត់ឃើញមានតែដើមឈើនិងដើមឈើភ្លាមនោះវិបុលងាកកាំភ្លើងតម្រង់ទៅរកតាហានភ្លាមតាឯងធ្វើស្អីវាវិបុលស្រែកកំហុកសរសៃកឡើងប៉ោងគុំមកលេងស្ទាកដាក់ខ្ញុំមនុស្សមិនមែនចេះតែរលាយចូលដើមឈើបាត់ទេតាឯងសំគំនិតជាមួយអាស្មិទ្ធដើម្បីបន្លាចខ្ញុំហើយប្លន់យកលុយខ្ញុំមែនទេតាហានឈរស្ងៀមត្រឹងមិនបង្ហាញអាការៈភ័យខ្លាចចំពោះមុខកាំភ្លើងឡើយកែវភ្នែករបស់គាត់សម្លឹងទៅមើលវិបុលដោយក្តីអាណិតអាសូរដូចជាមនុស្សចាស់មើលក្មេងដែលកំពុងវង្វេងផ្លូវដាក់កំភ្លើងចុះទៅលោកវិបុលតាហាននិយាយដោយសំឡេងស្ងប់កាំភ្លើងនោះការពារលោកមិនបានទេនៅទីនេះដែកនិងសំណគ្មានន័យអ្វីទាំងអស់បិទមាត់វិបុលស្រែកខ្លាំងជាងមុនដៃចាប់ផ្ដើមញ័រប្រាប់ខ្ញុំមកអាស្មិទ្ធនៅឯណាបើមិនអញ្ចឹងទេខ្ញុំបាញ់តាឯងចោលនៅហ្នឹងណាតាហានដកដង្ហើមធំហើយបោះចំហៀនមួយចំហៀនទៅរកវិបុលលោកសួរថាហេតុអ្វីខ្ញុំមិនមានកូនមែនទេវិបុលស្រឡាំងកាំងមួយវិនាទីចំពោះសំណួរដែលគ្មានក្បាលគ្មានកន្ទុយនេះរឿងនឹងវាមិនពាក់ព័ន្ធស្អីទេវាពាក់ព័ន្ធទាំងអស់តាហានបន្តនិយាយខណៈដែលបរិយាកាសជុំវិញហាក់ដូចជាកាន់តែត្រជាក់កាលពី20ឆ្នាំមុនខ្ញុំដូចជាលោកអញ្ចឹងខ្ញុំជាទាហានដែលរត់គេចពីសង្គ្រាមនាំប្រពន្ធ2នាក់និងបកពួកមួយក្រុមចូលមកពួនក្នុងព្រៃនេះយើងបានបំពេញដែនរបស់លោកយើងបានកាប់ឈើធ្វើជំរំយើងបានសម្លាប់សត្វបរិវេណរបស់លោកតាហានងាកទៅមើលដើមឈើក្រញូងឈាមដែលទើបតែលេបចៅស្មិទ្ធយប់មួយដូចជាយប់នេះដែរមិត្តភ័ក្តិរបស់ខ្ញុំទាំងអស់បានបាត់ខ្លួនម្ដងមួយចុងក្រោយនៅសល់តែខ្ញុំនិងប្រពន្ធ2នាក់ដែលកំពុងឈឺធ្ងន់ជិតស្លាប់ខ្ញុំបានលូតជង្គង់នៅមុខដើមឈើនេះខ្ញុំបានអង្វរសុំជីវិតពួកគេវិបុលបានចាប់ដើមថយក្រោយមួយជំហានដោយមិនដឹងខ្លួនរឿងនិទានរបស់តាហានមានថាមពលចម្លែកយ៉ាងដែលធ្វើឲ្យគាត់ស្ដាប់ដោយមិនហ៊ានខាត់ម្ចាស់ព្រៃបានយល់ព្រមតាហានបន្តទាំងសំឡេងចាប់ដើមញ័រដោយការឈឺចាប់ក្នុងអតីតកាលប៉ុន្តែអ្វីគ្រប់យ៉ាងមានតម្លៃដែលត្រូវបង់ដើម្បីឲ្យប្រពន្ធខ្ញុំទាំងពីររស់រានមានជីវិតលោកបានយកពូជកំណើតរបស់ខ្ញុំទៅ
ខ្ញុំមិនអាចមានកូនតពូជារៀងរហូតហើយលក្ខខណ្ឌមួយទៀតគឺខ្ញុំត្រូវក្លាយជាអ្នកចាំវត្ថុអ្នកចាំវត្ថុវិបុលឧទានតិចតាហានលើកដៃឆ្វេងបង្ហាញកន្សែងក្រហមដែលចងជាប់នឹងដៃខ្ញុំគឺជាអ្នកយាមទ្វារខ្ញុំមានទូនាទីខាងមនុស្សមិនឲ្យចូលហើយខាងរបស់អាក្រក់មិនឲ្យចេញខ្ញុំព្យាយាមឃាត់លោកតាំងពីនៅភូមិព្រោះខ្ញុំដឹងថាបើលោកចូលមកលោកនឹងក្លាយជាចំណីរបស់វាប៉ុន្តែលោកមិនស្ដាប់ហើយឥឡូវនេះកិច្ចសន្យាឈាមបានចាប់ផ្ដើមហើយវិបុលសម្លឹងមុខតាហានឆ្លាស់គ្នាជាមួយដើមឈើដ៏ធំនោះខួរក្បាលអ្នករស់ស៊ីរបស់គាត់ព្យាយាមបដិសេធរឿងអបិយជំនឿនេះប៉ុន្តែរូបភាពនៃការបាត់ខ្លួនរបស់ចៅស្មិតនៅតែជាប់ក្នុងភ្នែកអញ្ចឹងយើងត្រូវធ្វើម៉េចវិបុលទម្លាក់កាំភ្លើងចុះសំឡេងគាត់ប្រែអស់សង្ឃឹមតាហានសម្លឹងទៅមើលក្នុងភាពងងឹតនៃព្រៃយើងមិនអាចចេញបានទេលុះត្រាតែវាឆ្អែតហើយពេលនេះវាទើបតែបានពាក់កណ្ដាលក្រពះវាប៉ុណ្ណោះភាពស្ងប់ស្ងាត់បានត្រឡប់មកគ្រប់ដណ្ដប់នៃព្រៃម្ដងទៀតបន្ទាប់ពីការស្រែកចុងក្រោយរបស់ចៅស្មិតប៉ុន្តែសម្រាប់វិបុលភាពស្ងប់ស្ងាត់នេះគួរឲ្យខ្លាចជាងសំឡេងស្រែកទៅទៀតគាត់ដកដង្ហើមហត់ដៃទាំងពីរកាន់កាំភ្លើងចៅស្មិតដែលធ្លាក់នៅលើដីមកកាន់យ៉ាងណែនគាត់បាញ់ពិលសម្ដីរបស់តាហានមិនបានធ្វើឲ្យវិបុលស្ងប់ចិត្តទេផ្ទុយទៅវិញវាប្រៀបដូចជាការចាក់សាំងលើភ្លើងនៃភាពភ័យខ្លាចរបស់គាត់ឈួតហើយតាឯងឈួតហើយវិបុលស្រែកទាំងញ័រមាត់ខ្ញុំមិនជឿរឿងព្រេងនិទានឡប់នេះទេខ្ញុំនឹងចេញពីទីនេះខ្ញុំនឹងត្រឡប់ទៅឡានវិញដោយមិនរងចាំវិបុលចាប់យកកាបូបស្ពាយនិងកាំភ្លើងរួចរត់ដេញតាមដានជើងដែលពួកគេបានដើរចូលមកពីថ្ងៃគាត់គិតក្នុងចិត្តថាបើគាត់រត់ឲ្យលឿនគាត់នឹងទៅដល់ផ្លូវលំវិញក្នុងរយៈពេល2ម៉ោងប៉ុន្តែបន្ទាប់ពីគាត់រត់បានប្រហែល20នាទីវិបុលចាប់ផ្ដើមឈប់ដកដង្ហើមហត់គាត់បើកភ្នែកធំសម្លឹងមើលជុំវិញខ្លួនផ្លូវដែលគាត់បានធ្លាប់ដើរបាត់ទៅណាហើយដើមឈើធំដែលគាត់ចាំបានថាបានដើរកាត់ឥឡូវនេះហាក់ដូចជាបានផ្លាស់ប្ដូរទីតាំងដើមខ្លះដែលធ្លាប់នៅខាងឆ្វេងឥឡូវមកនៅខាងស្ដាំគល់ព្រៃបន្លាដែលមិនធ្លាប់មានពីមុនឥឡូវដុះជិតផ្លូវឈឹងព្រៃទាំងមូលហាក់ដូចជាមានជីវិតហើយកំពុងធ្វើចលនាបិទផ្លូវរាល់ពេលដែលគាត់មិនចាប់អារម្មណ៍មិនអាចទេខ្ញុំបានស្គាល់ផ្លូវច្បាស់ណាស់វិបុលបាញ់ភ្លើងពើទៅលើដើមឈើមួយដើមនៅចំពោះមុខគាត់វាគឺជាដើមក្រញូងឈាមមួយដើមដែលគាត់បានយកកាំបិតផ្គាក់កាប់សំបកវាជាស្នាមសម្គាល់ការពីរសៀលដើម្បីកុំឲ្យវង្វេងប៉ុន្តែអ្វីដែលគាត់បានឃើញនៅទីនេះធ្វើឲ្យជើងទាំងពីររបស់គាត់ទន់ដូចចាហួយប៉ុន្តែអ្វីដែលគាត់បានឃើញនៅទីនេះធ្វើឲ្យជើងទាំងពីររបស់គាត់ទន់ដូចចាហួយចេញពីស្នាមកាប់មិនមែនជាជ័រឈើថ្លាទេវាគឺជាឈាមពណ៌ក្រហមឆ្អិនឆ្អៅកំពុងហូរចេញពីមុខកាំបិតដែលកាប់ជាប់សំបកឈើហូរស្រោចចុះមកដល់គល់ឈើដូចទឹកធ្លាក់តូចមួយក្លិនឆ្អាបឈាមភាយសាយពេញបរិយាកាសធ្វើឲ្យវិបុលចង់ក្អួតហើយបន្ទាប់មកសំឡេងនោះក៏ចាប់ផ្ដើមហែងដំបូងវាគ្រាន់តែជាសំឡេងយំតិចរបស់ទារកម្នាក់ប៉ុន្តែក្នុងរយៈពេលប៉ុន្មានវិនាទីសំឡេងនោះបានកើតឡើងមិនមែនទារកម្នាក់ទេគឺទារករាប់រយនាក់សំឡេងស្រែកយំដោយការឈឺចាប់សំឡេងយំទាបៅសំឡេងយំរុកម្ដាយវាលាន់ចេញមកពីគ្រប់ទិសទីមិនមែនចេញពីលើដីឬលើមេឃទេប៉ុន្តែសំឡេងនោះចេញពីខាងក្នុងដើមឈើក្រញូងទាំងនោះដើមឈើដែលហូរឈាមនោះចាប់ផ្ដើមរំកើសំឡេងយំកាន់តែខ្លាំងឡើងរហូតដល់វិបុលទម្លាក់កាំភ្លើងហើយយកដៃផ្ទប់ត្រចៀកទាំងពីរជិតហើយស្រែកទាំងឆ្កួតវង្វេងឈប់ទៅពួកឯងចង់បានអីពីខ្ញុំតាហានដើរតាមមកទាន់គាត់ឈរមើលទស្សនវិជ្ជានោះដោយទឹកមុខក្រៀមក្រំជាទីបំផុតគាត់ដឹងថាសំឡេងយំទាំងនេះគឺជាសំឡេងរបស់កូនចៅដែលមិនបានចាប់កំណើតសំឡេងដែលវិញ្ញាណដែលត្រូវបានព្រៃបឺតយកទៅចិញ្ចឹមដើមឈើទាំងនេះរាប់សតវត្សមកហើយពួកគេមិនចង់បានអីទេលោកវិបុលតាហាននិយាយកាត់សំឡេងយំដែលត្រហឹងអើងកងពួកគេគ្រាន់តែឃ្លាន
ហើយលោកគឺជាអាហារដែលពួកគេកំពុងរងចាំខណៈពេលដែលនៅក្នុងព្រៃជ្រៅកំពុងមានភាពវឹកវរនៅឯផ្ទះរបស់តាហានឯណោះវិញភាពស្ងប់ស្ងាត់នៃរាត្រីត្រូវបានបំផ្លាញដោយសំឡេងធ្ងរដ៏ឈឺចាប់យេសាប្រពន្ធទី1ដែលកំពុងដេកលក់ស្រាប់តែស្ទុះក្រោកអង្គុយហើយយកដៃខ្ទប់ទ្រូងខាងឆ្វេងយ៉ាងខ្លាំងមុខរបស់គាត់ប្រែជាស្លេកគ្មានឈាមហើយដកដង្ហើមចាប់ផ្ដើមដាច់គាត់មានអារម្មណ៍ថាបេះដូងរបស់គាត់ហាក់ដូចជាត្រូវបានគេច្របាច់នឹងដៃដែលមើលមិនឃើញហើយមានកម្ដៅក្តៅដូចភ្លើងកំពុងឆេះរៀលដាលពេញរាងកាយបងហានមានរឿងហើយយេសានិយាយដាច់ទាំងញើសពេញខ្លួននាងរីប្រពន្ធទី2ដែលកំពុងអង្គុយសមាធិនៅជ្រុងបន្ទប់បានបើកភ្នែកឡើងភ្លាមក្នុងកែវភ្នែករបស់នាងមិនមានភាពភ្ញាក់ផ្អើលឬភិតភ័យដូចមនុស្សធម្មតាទេនាងដើរមកជិតយេសាហើយដាក់ដៃដ៏ត្រជាក់របស់នាងទៅលើថ្ពាល់របស់ស្ត្រីចំណាស់នោះទ្រាំបន្តិចសិនទៅចុះបងស្រីនាងរីនិយាយដោយសំឡេងស្មើតែពោពេញទៅដោយអំណាចកិច្ចសន្យាកំពុងតែរង្គោះរង្គើបងហានកំពុងតែជួបគ្រោះថ្នាក់ហើយម្ចាស់កំពុងតែទាញយកចំណែករបស់ទ្រង់យេសាចាប់ដៃនាងរីជាប់កុំទៅឯងទៅមិនបានទេខ្ញុំត្រូវតែទៅនាងរីឆ្លើយតបមានតែខ្ញុំទេដែលអាចបញ្ចប់រឿងនេះបាននាងរីបានក្រោកឈរឡើងនាងមិនបានយកពិលឬអាវុធអ្វីទាំងអស់នាងគ្រាន់តែពាក់អាវពណ៌សនិងសំពត់ចាស់មួយរួចដើរចុះពីផ្ទះដើរសំដៅទៅរូបភាពងងឹតនៃព្រៃអូ5ដោយជំហានស្រាលដូចជាកំពុងអណ្ដែតនៅពេលនាងឈានជើងដល់មាត់ព្រៃបរិយាកាសដែលធ្លាប់តែគួរឲ្យខ្លាចសម្រាប់មនុស្សទូទៅបែរជាប្រែប្រួលនៅចំពោះមុខនាងគល់ព្រៃបន្លាដែលរំពាត់ផ្លូវបានរបូតចេញដោយខ្លួនឯងដើម្បីបើកផ្លូវឲ្យនាងសត្វទីតុយដែលកំពុងយំស្រាប់តែស្ងាត់មាត់ហើយងក់ក្បាលចុះនៅពេលនាងដើរកាត់រំពេចនោះស្រមោលខ្មៅលឿនមួយបានលោតចេញពីគល់ព្រៃមកឈរពាំងមុខនាងវាគឺជាស្ដេចខ្លាដ៏ធំមួយក្បាលដែលមានភ្នែកពណ៌បៃតងឆេះឆួលវាក្រហមដាក់នាងសំលេងញ័ររន្ធត់ពេញព្រៃបើជាមនុស្សធម្មតាប្រកាសជាคล้ายជាចំណីរបស់វារួចទៅហើយប៉ុន្តែនាងរីមិនបានថយក្រោយសូម្បីតែមួយជំហាននាងបានឈរស្ងៀមសម្លឹងទៅមើលក្នុងភ្នែករបស់ខ្លានោះវិញដោយកែវភ្នែកដែលខ្មៅងងឹតជាងរាត្រីថយចេញទៅនាងនិយាយតិចតែសំឡេងនោះហាក់ដូចជាមានបន្ទោរាប់សិបនាក់ស្ដេចខ្លាដ៏កាយសាហាវស្រាប់តែបន្ទាបខ្លួនហើយដើរថយក្រោយដោយភ័យខ្លាចវាឱនក្បាលដល់ដីហាក់ដូចជាកំពុងគោរពម្ចាស់ស្ត្រីនៃព្រៃព្រឹក្សារួចហើយក៏រត់ចូលព្រៃបាត់ទៅនាងរីបន្តដំណើរទៅមុខទៀតនៅតាមផ្លូវពោះវែងរាប់សិបក្បាលដែលកំពុងលូនរញ៉េរញ៉ៃបាននាំគ្នាវាចេញទៅសងខាងបើកផ្លូវតូចមួយឲ្យនាងដើរចំកណ្ដាលនាងមិនមែនជាមនុស្សចម្លែកសម្រាប់ព្រៃនេះទេគ្រប់ជំហានដែលនាងដើរដើមឈើហាក់ដូចជាទទួលស្គាល់នាងមិនមែនគ្រាន់តែជាប្រពន្ធតាហានទេនាងគឺជាផ្នែកមួយនៃព្រៃនេះដែលបានដើរចេញទៅរស់នៅក្នុងពិភពមនុស្សចាំខ្ញុំសិនបងហាននាងរីសឹបទៅកាន់ខ្យល់កុំឲ្យគាត់ធ្វើអ្វីល្ងងខ្លៅអីសោះនៅចំកណ្ដាលរវង់ដើមឈើក្រញូងឈាមទាំង5ដើមស្ថានភាពបានប្រែក្លាយទៅជានរោអវជ័យសំឡេងយំរបស់ទីរੂបានស្ងប់ទៅវិញបន្តិចប៉ុន្តែជំនួសមកវិញដោយសំឡេងខ្យល់បក់រវិចនិងសំឡេងឈើប្រេះបែកដែលស្ដាប់ទៅហាក់ដូចជាសំឡេងបាក់ឆ្អឹងវិបុលលែងមានសភាពជាថៅកែដ៏អង្អាចទៀតហើយភ្នែករបស់គាត់បើកធំសឹងតែធ្លាយចេញពីខាងក្រៅឯសក់ក្បាលរញ៉េរញ៉ៃពោពេញទៅដោយញើសនិងស្លឹកឈើគាត់ដើរថយក្រោយបន្តិចម្ដងដៃម្ខាងកាន់កាំភ្លើងនិងម្ខាងទៀតកាន់ពិលបាញ់ទៅមុខគ្មានគោលដៅចេញទៅអាស្មិតវិបុលស្រែកដាក់លំហអាកាសទៅទេនៅក្នុងភ្នែករបស់វិបុលអ្វីដែលគាត់ឃើញមិនមែនជាដើមឈើទេគាត់ឃើញចៅស្មិតប៉ុន្តែមិនមែនជាចៅស្មិតធម្មតារាងកាយរបស់ស្មិតពោពេញទៅដោយជ័រឈើក្រហមហើយនៅត្រង់កន្លែងក្បាល
គឺមានតែពាក់កណ្ដាលប៉ុណ្ណោះឬឈើជាច្រើនកំពុងលូនចេញពីភ្នែកនិងមាត់របស់ស្មិតលោកថៅកែខ្មោចស្មិតដើរចូលមកគៀកទាំងដៃឈោងមកចាប់លោកចម្ពាក់ខ្ញុំយកក្បាលលោកមកសងខ្ញុំវិញមកអត់ទេខ្ញុំមិនចម្ពាក់អីឯងទេខ្ញុំឲ្យលុយឯងហើយតើវិបោស្រែកទាំងភ័យស្លន់ស្លោហើយបាញ់កាំភ្លើងមួយគ្រាប់ទៅលើដីផាំងនៅមិនឆ្ងាយពីតាហានកំពុងលូតជង្គង់នៅលើដីគាត់មិនបានយកចិត្តទុកដាក់នឹងការឈួតវង្វេងរបស់វិបុលទេគាត់កំពុងប្រឹងប្រែងអស់ពីលទ្ធភាពដើម្បីជួយសង្គ្រោះជីវិតពួកគេទាំងពីរតាហានបានដកកាំបិតទូចមួយមកវះចុងម្រាមដៃខ្លួនឯងហើយបន្តឈាមចុះទៅលើដីរួចសូត្រធម៌សុំខន្តីទោសយ៉ាងរហ័សសូមឲ្យម្ចាស់ព្រៃមេត្តាឈាមនេះជាឈាមរបស់ខ្ញុំសូមយកវាជំនួសឈាមអ្នកដតីផងចុះសូមបើកផ្លូវផងឈាមរបស់តាហានពេលធ្លាក់ដល់ដីមិនបានជ្រាបចូលដីទេតែវាបែរជាពុះកញ្ជ្រោលដូចទឹកដែលកំពុងពុះវិបុលងាកមកមើលទង្វើរបស់តាហាននៅក្នុងខួរក្បាលដែលកំពុងវិវក់របស់គាត់មិនបានឃើញតាហានកំពុងជួយទេគាត់ឃើញតាហានកំពុងតែបញ្ជាខ្មោចឲ្យមកលងគាត់គឺតាឯងវិបុលស្រែកកំហុកតាឯងជាអ្នកហៅវាមកតាឯងជាអ្នកធ្វើអំពើដាក់ខ្ញុំតាហានងើបមុខឡើងទាំងទឹកមុខស្លេកស្លាំងលោកវិបុលឈប់ទៅកុំធ្វើឲ្យរឿងនេះកាន់តែធំស្ងាត់ទៅវិបុលដើរកាន់កាំភ្លើងស្វ័យប្រវត្តិតម្រង់ចំក្បាលតាហានដៃរបស់គាត់ញាត់ទៅត្រឹកប៉ុន្តែម្រាមដៃនៅតែជាប់កាយកាំភ្លើងរួចជាស្រេចតាឯងចង់សម្លាប់ខ្ញុំដើម្បីយកលុយខ្ញុំមែនទេវិបុលនិយាយទាំងដកដង្ហើមហត់បញ្ឈប់ពួកវាភ្លាមបើមិនអញ្ចឹងទេខ្ញុំនឹងបាញ់តាឯងឲ្យងាប់មុនខ្ញុំបញ្ឈប់មិនបានទេតាហានតបដោយចិត្តត្រជាក់ទោះបីជានេះជាកម្មផលរបស់លោកបានកាប់សាច់របស់លោកដើមឈើឈាមត្រូវតែសងដោយឈាមអញ្ចឹងតាឯងងាប់ជំនួសខ្ញុំទៅវិបោស្រែកមួយទំហឹងហើយសង្កត់កាយកាំភ្លើងក្រាប់សំលេងកាំភ្លើងបានពន្លឺឡើងប៉ុន្តែគ្មានគ្រាប់ចេញទេមិនមែនកាំភ្លើងគាំងទេប៉ុន្តែមានអ្វីមួយយ៉ាងវល្លិព្រៃដ៏ទូចល្អិតមួយសរសៃបានលូនយ៉ាងលឿនដូចភ្នែកបន្ទោលហើយរុំកាយកាំភ្លើងមិនឲ្យដំណើរការមុនពេលដែលវិបុលដឹងខ្លួនថាមានអ្វីកើតឡើងសំលេងដ៏ត្រជាក់មួយបានពន្លឺឡើងពីក្រោយខ្នងគាត់ដាក់កាំភ្លើងចុះបើឯងមិនចង់ខ្លាចជាជីនៅទីនេះសំលេងដ៏ត្រជាក់នោះបានធ្វើឲ្យវិបុលស្រឡាំងកាំងគាត់ងាកក្បាលទៅក្រោយយឺតនៅក្រោមពន្លឺព្រះច័ន្ទដែលជះចូលមកតាមចន្លោះស្លឹកឈើនាងរីកំពុងឈរនៅទីនោះប៉ុន្តែនាងមិនដូចស្ត្រីទន់សោយដែលវិបុលធ្លាប់ឃើញនៅក្នុងភូមិទេនាងឈរឆ្កឹងជើងមិនជាប់ដីល្អទេនៅជុំវិញខ្លួននាងវល្លិព្រៃរាប់សិបសរសៃកំពុងរមូរខ្លួនដោយពស់ការពារនាងមុខរបស់នាងស្លេកដូចក្រមួនហើយកែវភ្នែករបស់នាងគ្មានពណ៌សទេគឺពណ៌ខ្មៅងងឹតឈឹងអ្នកនាងរីវិបុលឧទានទាំងញ័រមាត់ម៉េចក៏នាងមកទីនេះនាងរីមិនឆ្លើយនាងលើកដៃម្ខាងឡើងវល្លិដែលរុំកាំភ្លើងរបស់វិបុលក៏រឹតកាន់តែខ្លាំងរហូតដល់កាំភ្លើងនោះបាក់ជាពីរកំណាត់វិបុលលេងកាន់កាំភ្លើងហើយដួលទៅលើដីដោយភាពភ័យខ្លាចតាហានងើបឈរឡើងទាំងទឹកភ្នែករមៀលកាត់ផ្ពាល់អូនរីបងប្រាប់ហើយថាកុំមកបងដោះស្រាយវាដោយខ្លួនឯងនាងរីដើរកាត់វិបុលសំដៅទៅរកតាហាននាងដាក់ដៃលើស្មាប្តីហើយនិយាយដោយសំឡេងលាយឡំនិងសំឡេងខ្យល់បងហានកិច្ចសន្យាចិត្តដល់កំណត់ហើយបងស្រីសាកំពុងតែដកដង្ហើមចុងក្រោយយើងត្រូវការឈាមថ្មីវិបុលដែលកំពុងវាថយក្រោយស្ដាប់ឮហើយក៏ស្រែកសួរនិយាយស្អីកិច្ចសន្យាស្អីពួកឯងជាមនុស្សឬជាស្អីតាហានងាកមកសម្លឹងវិបុលដោយកែវភ្នែកដ៏សោកសៅបំផុតមនុស្សតាហានសើចទាំងឈឺចាប់លោកវិបុលប្រពន្ធទាំងពីររបស់ខ្ញុំមិនមែនជាមនុស្សទៀតទេតាំងពី20ឆ្នាំមុនម្លេះតាហានចង្អុលទៅដើមឈើក្រញូងឈាមដែលវិបុលបានកាប់កាលពីសម័យសង្គ្រាមឆ្នាំ1980ពួកយើងបានរត់គេចពីក្របកាំភ្លើងចូលមកព្រៃនេះប្រពន្ធខ្ញុំទាំងពីរសានិងរីដែលជាបងប្អូនបង្កើត
ត្រូវបានគេបាញ់សម្លាប់នៅត្រង់កន្លែងនេះពួកគេបានដាច់ខ្យល់ស្លាប់នៅក្នុងដៃខ្ញុំវិបុលស្ដាប់ទាំងព្រឺក្បាលរូបភាពនៃស្ត្រីទាំងពីរដែលរស់នៅជាមួយតាហានរាល់ថ្ងៃតាមពិតគឺជាសាកសពខ្ញុំមិនអាចទទួលយកការបាត់បង់បានទេតាហានបន្តសារភាពខ្ញុំបានធ្វើកិច្ចសន្យាជាមួយម្ចាស់ព្រៃខ្ញុំបានប្រើវិជ្ជាខ្មៅបុរាណដើម្បីខ្ចីជីវិតពីដើមឈើក្រញូងទាំងនេះដាក់ចូលទៅក្នុងរាងកាយពួកគេវិញពួកគេរស់នៅបានដោយសារតែដើមឈើទាំងនេះនៅរស់ជាតិចររបស់ពួកគេគឺជាជាតិចររបស់ដើមឈើតាហានដើរជិតស្នាមកាប់នៅលើដើមឈើដែលកំពុងហូរឈាមលោកបានកាប់ដើមឈើនេះស្មើនឹងលោកបានកាប់ប្រពន្ធខ្ញុំដែរព្រោះលោកបានកាប់ផ្ដាច់សរសៃជីវិតរបស់គាត់វិបុលក្រវីក្បាលមិនចង់ជឿមិនពិតទេពួកឯងសុទ្ធតែជាខ្មោចនាងរីងាកមកសម្លឹងវិបុលមុខរបស់នាងចាប់ផ្ដើមប្រេះបែកដូចសម្បកឈើត្រឹមត្រូវហើយនាងនិយាយហើយលក្ខខណ្ឌនៃកិច្ចសន្យាតាហានត្រូវតែការពារព្រៃនេះបើមាននរណាម្នាក់បំពានឬធ្វើឲ្យយើងរបួសជីវិតរបស់ពួកគេត្រូវតែយកមកបដូរដើម្បីជំនួសជីវិតដែលបាត់បង់ទៅឬឈើនៅជុំវិញវិបុលបានចាប់ផ្ដើមចលនាដីដែលគាត់អង្គុយចាប់ផ្ដើមប្រែទៅជាទន់ដូចផុកលោកបានចូលមកក្នុងដែនហាមឃាត់លោកបានកាប់បំផ្លាញសរសៃជីវិតឥឡូវនេះព្រៃត្រូវការសំណងតាហានបិទភ្នែកហើយបែកខ្នងដាក់វិបុលតាជួយខ្ញុំផងតាខ្ញុំឲ្យលុយទាំងអស់ខ្ញុំនឹងឲ្យឡានជួយខ្ញុំផងវិបុលស្រែកអង្វរនាងរីញញឹមជាស្នាមញញឹមដែលគួរឲ្យខ្លាចបំផុតចាយលុយនៅក្នុងព្រៃមិនដាច់ទេលោកថៅកែនៅទីនេះយើងចាយតែឈាមប៉ុណ្ណោះនេះគឺជាពាក្យសម្ដីរបស់នាងរីមិនមែនគ្រាន់តែជាការគំរាមកំហែងទេតែវាគឺជាសាវក្រមដែលត្រូវបានប្រកាសដីនៅក្រោមជើងរបស់វិបុលចាប់ផ្ដើមរំកើខ្លាំងឡើងហាក់ដូចជាមានអ្វីម្យ៉ាងដែលមានទំហំមហិមាកំពុងតែរើប្រេះនៅខាងក្រោមអត់យល់ទេកុំធ្វើអីខ្ញុំវិបុលស្រែកទាំងសំឡេងភ្លាមខណៈដែលគាត់ព្យាយាមក្រោកឈររត់ប៉ុន្តែវាយឺតពេលទៅហើយដីបានប្រេះបែកជាក្រហែងឬឈើពណ៌ខ្មៅរាប់សិបសរសៃដែលមានទំហំប៉ុនកំភួនជើងបានបាញ់ចេញពីក្នុងដីដូចជាពស់យក្សពួកវាមិនមែនគ្រាន់តែជាឫសឈើដែលនៅស្ងៀមទេពួកវាមានចលនារហ័សរហួននិងកាចសាហាវដូចជាតង់គោលរបស់បិសាចឬឈើមួយបានវត្តទៅរុំជើងឆ្វេងរបស់វិបុលយ៉ាងជាប់វិបុលដួលបោកខ្លួនទៅនឹងដីគាត់ព្យាយាមយកជើងម្ខាងទៀតធាក់ប៉ុន្តែឫសឈើមួយផ្សេងទៀតបានមកសង្កប់ចាប់ជើងនោះជាប់ដែរបន្លាដែលមុតស្រួយដែលនៅបណ្ដោយឫសឈើបានចាក់ចូលទៅក្នុងសាច់របស់គាត់ធ្វើឲ្យឈាមហូរចេញមកស្រោចដីតាហានជួយខ្ញុំផងវិបុលស្រែកហៅតាហានទាំងដៃខ្ញាំដីនឹងស្មៅដើម្បីតោងទប់ខ្លួនតាហានឈរនៅស្ងៀមក្បែរដើមឈើធំគាត់មិនបានចូលមកជួយហើយក៏មិនបានមើលមុខវិបុលដែរគាត់បែរខ្នងដាក់ដោយដៃទាំងពីររបស់គាត់ហាក់ដូចជាកំពុងសូត្រធម៌បញ្ចូលវិញ្ញាណកម្លាំងដ៏មហាសាលនៃឫសឈើចាប់ផ្ដើមអូសវិបុលថយក្រោយចូលទៅរករណ្ដៅដែលបើកនៅគល់ដើមឈើគល់ក្រញូងឈាមដែលគាត់បានកាប់នោះខ្ញុំសន្យាខ្ញុំស្បត់វិបុលស្រែកយំទឹកភ្នែករលីងរលោងបោកខ្លួនខ្ញុំឈប់កាប់ឈើហើយខ្ញុំនឹងធ្វើបុណ្យខ្ញុំនឹងសង់វត្តលែងខ្ញុំទៅខ្ញុំមិនចង់ស្លាប់ទេឬឈើមិនស្ដាប់ពីអង្វរកទេវារំរឹតចង្កេះនិងដៃរបស់គាត់កាន់តែតឹងសំឡេងឆ្អឹងជំនីរបស់វិបុលបាក់ពន្លឺឡើងក្រឹបធ្វើឲ្យគាត់ស្រែកមួយទំហឹងដោយការឈឺចាប់រាងកាយរបស់គាត់ត្រូវបានអូសចុះចូលទៅក្នុងផុកនិងឫសឈើនោះដំបងវាលេបត្រឹមចង្កេះបន្ទាប់មកត្រឹមដើមទ្រូងអត់ទេម៉ែអើយជួយផងវិបុលព្យាយាមដង្ហើបក្បាលឡើងជាចុងក្រោយភ្នែករបស់គាត់សម្លឹងទៅនាងរីដែលកំពុងឈរមើលពីលើមាត់រណ្ដៅនាងមិនញញឹមហើយក៏មិនខឹងនាងគ្រាន់តែសម្លឹងទៅមើលដូចជាមនុស្សមើលស្រមោលដែលកំពុងលង់ទឹកឈាមត្រូវបានសងដោយឈាមនាងរីសឹបឬឈើមួយចុងក្រោយបានវត្តមកទប់មាត់វិបុលមិនឲ្យស្រែករួចទាញក្បាលរបស់គាត់ចូលទៅក្នុងដីទាំងស្រុងដីត្រង់កន្លែងនោះបាក់បិទចិត្តភ្លាម
ស្មៅនិងស្លឹកឈើបានរំកិលមកគ្របពីលើហាក់ដូចជាគ្មានអ្វីកើតឡើងសំឡេងស្រែកបានស្ងប់ស្ងាត់បាត់អ្វីដែលនៅសល់គឺមានតែភាពស្ងប់ស្ងាត់ដ៏គួរឲ្យខ្លាចនិងដើមឈើក្រញូងឈាមដែលស្នាមកាប់របស់វាបានជាសះស្បើយដោយឯងឈាមដែលហូរចេញមកនេះបានបាត់អស់ជំនួសមកវិញដោយសំឡេងឈើថ្មីដែលរលោងនិងមានពណ៌ក្រហមឆ្អិនឆ្អៅជាងមុនព្រៃបានឆ្អែតហើយបន្ទាប់ពីបានលេបត្របាក់រាងកាយរបស់វិបុលទៅបាត់ព្រៃទាំងមូលគួរតែស្ងប់ស្ងាត់ហើយប៉ុន្តែផ្ទុយទៅវិញខ្យល់នៅតែបក់បោកយ៉ាងខ្លាំងហើយដើមឈើក្រញូងឈាមទាំង5ដើមនៅតែពន្លឺសំឡេងក្រាំងដូចឆ្អឹងដែលកំពុងរបួសតាហានងើបមុខសម្លឹងទៅមើលដើមឈើទាំងនោះហើយដឹងច្បាស់ថាកំហឹងរបស់ម្ចាស់ព្រៃនៅមិនទាន់រលត់ទេវិបុលបានសងចំពោះការកាប់បំផ្លាញរបស់គាត់ប៉ុន្តែទង្វើរបស់ចៅស្មិទ្ធដែលបានបាញ់សម្លាប់សត្វបរិវារនិងបំពានដែនរបស់ពួកគេទាំងអស់នៅតែជាជំពាក់ដែលមិនទាន់សងអស់បើគ្មានអ្នកនៅទីនេះដើម្បីសម្រួលកំហឹងទេគ្រោះថ្នាក់នឹងតាមដល់ភូមិទៅដល់យេសាដែលកំពុងដេកឈឺតាហានងាកមកមើលមុខនាងរីក្រោមពន្លឺព្រះច័ន្ទមុខនាងរីនៅតែក្មេងស្រស់ស្អាតដោយកាលពី20ឆ្នាំមុនប៉ុន្តែគាត់ដឹងថាពេលវេលារបស់នាងនិងយេសាគឺអាស្រ័យលើមេត្តាធម៌របស់ព្រៃនេះទាំងស្រុងអូនរីតាហានហៅឈ្មោះនាងយ៉ាងទន់ភ្លន់ត្រឡប់ទៅមើលថែបងស្រីឯងឲ្យបានល្អនាងរីសម្លឹងមើលប្តីទាំងកែវភ្នែករលីងរលោងចុះបងមិនទៅជាមួយគ្នាទេឬតាហានញញឹមជាស្នាមញញឹមដែលពោពេញទៅដោយភាពស្ងប់សុខនិងលះបង់បងទៅមិនបានទេកម្មនេះចាប់ផ្ដើមដោយសារបងជាអ្នកនាំពួកឯងមកទីនេះកាលពី20ឆ្នាំមុនឥឡូវនេះបងត្រូវតែជាអ្នកបញ្ចប់វាបើបងចាក់ចេញពីព្រៃនេះនឹងតាមទៅយកជីវិតពួកឯងនៅក្នុងភូមិមិនខានគាត់ដើរចូលជិតដល់នាងរីហើយយកដៃអង្អែលសក់នាងថ្នមជាលើកចុងក្រោយចាប់ពីពេលនេះទៅឯងនឹងសាងនឹងមានសុវត្ថិភាពហើយគ្មាននរណាអាចធ្វើបាបពួកឯងបានទេដរាបណាបងនៅទីនេះជាអ្នកយាមការពារនាងរីយល់ពីន័យរបស់ប្តីច្បាស់នាងមិនតវ៉ាហើយក៏មិនយំសោកបោកខ្លួនដែរព្រោះនាងក៏ដឹងថានេះគឺជាផ្លូវតែមួយគត់នាងថយក្រោយមួយចំហៀនរួចលុតជង្គង់ក្រាបសំពះតាហានដល់ដីសូមបងថែរក្សាខ្លួននាងសឹបលាបន្ទាប់ពីនាងរីដើរចេញបាត់ទៅស្រមោលតាហានបានដោះអាវគាត់ចេញបង្ហាញស្នាមសាក់យ័ន្តបុរាណពេញខ្លួននិងទ្រូងគាត់ដើរចូលទៅចំណុចរង្វង់នៃដើមក្រញូងឈាមទាំង5គាត់អង្គុយចុះក្នុងទម្រង់ពេនធ្នែនសមាធិដៃទាំងពីរដាក់លើភ្លៅបិទភ្នែកហើយកំណត់ដង្ហើមចេញចូលយ៉ាងស្មើខ្ញុំព្រះករុណាសូមយកកាយនិងវិញ្ញាណនេះថ្វាយដល់ម្ចាស់ព្រៃដើម្បីជាសំណងនិងជាអ្នកការពារដែនដីនេះជារៀងរហូតនៅពេលដែលតាហានបញ្ចប់ពាក្យសច្ចៈដើមឈើទាំង5បានចាប់ផ្ដើមធ្វើចលនាលើកនេះមិនមែនជាចលនាកាចសាហាវដូចពេលសម្លាប់វិបុលទេឬឈើតូចបានលូនចេញមកថ្នមដូចជាដៃរបស់មាតាដែលកំពុងអោបក្រសោបកូនវល្លិនិងឫសឈើចាប់ផ្ដើមរុំជើងរបស់គាត់ឡើងមកដល់ចង្កេះតាហានមិនរើបំរាស់ទេគាត់អង្គុយសមាធិដោយចិត្តស្ងប់សម្បកឈើចាប់ផ្ដើមជ្រុះគ្រប់លើស្បែករបស់គាត់បន្តិចម្ដងរាងកាយរបស់លោកត្រូវបានផ្សារភ្ជាប់ជាមួយនឹងធម្មជាតិគាត់លែងជាតាហានជាមនុស្សធម្មតាទៀតហើយគាត់កំពុងក្លាយជាអ្នកតាម្ចាស់ស្រុកថ្មីដែលមានតួនាទីយាមព្រៃអូ5នេះមិនអោយនរណាបំពាននិងមិនអោយរបស់អាក្រក់ចេញទៅក្រៅពន្លឺបៃតងស្រាលមួយបានពន្លឺចេញពីដើមទ្រូងរបស់គាត់មុនពេលដែលសម្បកឈើដោះគ្របជិតទាំងស្រុងបន្សល់ទុកតែរូបសំណាកមនុស្សអង្គុយសមាធិដែលคล้ายជាផ្នែកមួយនៃដើមឈើព្រះអាទិត្យរះឡើងនៅប៉ោយប៉ែតបណ្ដេញភ័ព្វនឹងភាពត្រជាក់នៃរាត្រីកាលឲ្យរសាត់អស់សំឡេងសត្វបក្សាបក្សីចាប់ផ្ដើមយំឆ្លើយឆ្លងគ្នានៅតាមជើងព្រៃអូ5ហាក់ដូចជាព្រៃនេះទើបតែភ្ញាក់ពីដំណេកដ៏ស្កប់ស្កល់បន្ទាប់ពីបានឆ្អែតឆ្អន់នឹងចំណីរបស់វា
នៅម៉ោងប្រហែល 7 ព្រឹកអ្នកភូមិដែលកំពុងចេញទៅធ្វើស្រែចម្ការបានប្រទះឃើញទិដ្ឋភាពមួយដែលពួកគេចងចាំមិនភ្លេចនាងរីដើរចេញពីក្នុងព្រៃតែម្នាក់ឯងសម្លៀកបំពាក់សរបស់នាងប្រឡាក់ដោយសាដីនិងស្នាមរហែកដោយបន្លាប៉ុន្តែទឹកមុខរបស់នាងគឺស្ងប់ស្ងាត់និងស្រស់ថ្លាខុសពីធម្មតានាងដើរមួយដោយមិនមានសញ្ញានៃការអស់កម្លាំងឬភ័យខ្លាចឡើយពូសុកនិងអ្នកភូមិ2 3នាក់ទៀតបានរត់ទៅទទួលនាងពួកគេសម្លឹងមើលទៅក្រោយខ្នងនាងរំពឹងថានឹងឃើញតាហានវិបុលនិងចៅស្មិតដើរតាមក្រោយប៉ុន្តែមានតែភាពស្ងប់ស្ងាត់អូអ៊ំស្រីរីចុះតាហាននៅឯណាចុះពួកឈ្មួញនោះពូសុកសួរដោយអន្ទះសារនាងរីឈប់ដើរនាងងាកក្រោយសម្លឹងមើលទៅកំពូលភ្នំនិងព្រៃឈើដែលស្កឹមស្កៃនៅពីក្រោយស្នាមញញឹមដ៏ក្រៀមក្រំមួយបានលេចឡើងនៅលើមុខរបស់នាងពួកគេមិនត្រឡប់វិញទេនាងឆ្លើយដោយសំឡេងស្រាលលោកវិបុលនិងចៅស្មិតបានទទួលនៅអ្វីដែលពួកគេស្វែងរកហើយចំណែកបងហាននាងដកដង្ហើមធំរួចបន្តគាត់បានសម្រេចចិត្តនៅទីនោះគាត់មិនមែនជាមនុស្សទៀតទេគាត់គឺជាផ្នែកមួយនៃព្រៃនេះហើយកុំទៅរកគាត់អីគាត់កំពុងសម្រាកនាងរីមិននិយាយអ្វីទៀតទេហើយក៏បន្តដំណើរត្រឡប់ទៅផ្ទះវិញពេលនាងទៅដល់ផ្ទះយាយសាប្រពន្ធទី2ដែលកាលពីយប់មិញនៅដេកឈឺធ្ងន់ស្ទឹងតែដាច់ខ្យល់ឥឡូវនេះកំពុងតែអង្គុយនៅរៀនហាលដោយមានទឹកមុខស្រស់បោះនិងសុខភាពល្អដូចដើមស្ត្រីទាំងពីរបានអោបគ្នាហើយពួកគេយល់ច្បាស់ថាតម្លៃដែលតាហានបាត់បង់គឺដើម្បីជីវិតរបស់ពួកគេទាំងពីរប៉ុន្មានឆ្នាំក្រោយមករឿងរ៉ាវអំពីការបាត់ខ្លួនរបស់ឈ្មួញឈើវិបុលនិងអ្នកបាញ់សត្វចៅស្មិតបានក្លាយជារឿងដ៏ល្បីល្បាញនៅក្នុងក្រុងប៉ោយប៉ែតប៉ូលីសនិងក្រុមគ្រួសាររបស់ពួកគេបានព្យាយាមចូលទៅក្នុងព្រៃអូ5ជាច្រើនដងប៉ុន្តែមិនដែលរកឃើញសាកសពឬដានអ្វីឡើយសូម្បីតែឡាន Lancaster របស់វិបុលក៏បាត់ស្រមោលដែរអ្នកដែលចូលទៅព្រៃជ្រៅពេកតែងតែត្រឡប់មកវិញដោយប្រាប់ថាពួកគេវង្វេងផ្លូវនិងមានអារម្មណ៍ថាដើមឈើកំពុងសម្លឹងមើលពួកគេចាប់តាំងពីពេលនោះមកគ្មាននរណាម្នាក់ហ៊ានចូលកាប់ព្រៃឈើឬបរបាញ់សត្វនៅតំបន់នោះទៀតទេអ្នកស្រុកដែលរស់នៅក្បែរនោះនិងអ្នកបើកបរឡានដឹកទំនិញឆ្លងកាត់ផ្លូវនោះពេលយប់តែងតែនិយាយតគ្នាថានៅថ្ងៃសៅរ៍ឬពេលភ្លៀងធ្លាក់រលឹមពួកគេតែងតែឃើញបុរសចំណាស់ម្នាក់ស្លៀកពាក់សឈរស្ងៀមនៅមាត់ព្រៃគាត់មិននិយាយស្ដីមិនធ្វើបាបអ្នកណាគ្រាន់តែឈរយាមមិនឲ្យអ្នកណាចូលទៅក្នុងដែនហាមឃាត់នោះគេជឿថានោះគឺជាវិញ្ញាណរបស់តាហានចំណែកឯផ្ទះរបស់តាហានវិញប្រពន្ធទាំងពីររបស់គាត់នៅតែរស់នៅជាមួយគ្នាជាច្រើនឆ្នាំមកទៀតអ្វីដែលចម្លែកបំផុតនោះគឺអ្នកភូមិសង្កេតឃើញថាទោះបីជាពេលវេលាកន្លងផុតទៅ10ឆ្នាំ20ឆ្នាំក៏ដោយក៏សម្រស់របស់យាសានិងនាងរីមិនដែលចាស់ទៅចោលអាយុឡើយពួកគេនៅតែរក្សារូបរាងដដែលហាក់ដូចជាពេលវេលាសម្រាប់ពួកគេបានឈប់ដើរឬក៏ជីវិតរបស់ពួកគេត្រូវបានចងជាប់នឹងដើមឈើដែលមានអាយុរាប់រយឆ្នាំនៅក្នុងព្រៃនោះជារៀងរហូត